ធនាគារកណ្ដាលសហរដ្ឋអាមេរិកបដិញ្ញារក្សាស្ថិរភាពតម្លៃនិងបានចាប់ផ្ដើមពិនិត្យឡើងវិញយ៉ាងទូលំទូលាយលើប្រតិបត្តិការគោលនយោបាយរូបិយវត្ថុយោងទៅតាមការចុះផ្សាយរបស់គេហទំព័រ investing.com បានដឹងថាធនាគារ Deutsche Bank បានលើកឡើងថាប្រសិនបើធនាគារកណ្ដាលសហរដ្ឋអាមេរិកជ្រើសរើសការកាត់បន្ថយទំហំតារាងតុល្យការជំនួសឲ្យការដំឡើងអត្រាការប្រាក់ដើម្បីរឹតបន្តឹងគោលនយោបាយរូបិយវត្ថុនោះវានឹងក្លាយជាកត្តាអវិជ្ជមានយ៉ាងច្បាស់លាស់សម្រាប់ប្រាក់ដុល្លារអាមេរិកកាលពីខែមុនធនាគារកណ្ដាលសហរដ្ឋអាមេរិកបានបង្ហាញជំហរតឹងរ៉ឹងក្រោមការដឹកនាំរបស់ប្រធានថ្មី Kevin Warsh ក្នុងចំណោមសមាជិក18នាក់នៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ FOMC មានយ៉ាងហោចណាស់ពាក់កណ្ដាលរំពឹងថានឹងមានការដំឡើងអត្រាការប្រាក់យ៉ាងតិចម្ដងនៅក្នុងឆ្នាំនេះលោក Warsh ក៏បានបញ្ជាក់ជាច្រើនលើកថាធនាគារកណ្ដាលសហរដ្ឋអាមេរិកបដិញ្ញារក្សាស្ថិរភាពតម្លៃនិងបានចាប់ផ្ដើមពិនិត្យឡើងវិញយ៉ាងទូលំទូលាយលើប្រតិបត្តិការគោលនយោបាយរូបិយវត្ថុក្រៅពីការដំឡើងអត្រាការប្រាក់ធនាគារកណ្ដាលអាមេរិកក៏អាចកាត់បន្ថយបរិមាណប្រាក់នៅក្នុងប្រព័ន្ធតាមរយៈការបន្ថយទំហំតារាងតុល្យការផងដែរបច្ចុប្បន្ន balance sheet របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកមានទំហំប្រហែល 6.7 trillion ដុល្លារបន្ទាប់ពីធ្លាក់ចុះពីកម្រិតខ្ពស់ប្រមាណ 9 trillion ដុល្លារនៅក្នុងឆ្នាំ2022លោក George Saravelos ប្រធានផ្នែកស្រាវជ្រាវទីផ្សារប្តូរប្រាក់របស់ Deutsche Bank បានលើកយកបទពិសោធន៍របស់ធនាគារកណ្ដាលជប៉ុនមកធ្វើជាគំរូក្នុងការវិតម្លៃផលប៉ះពាល់នៃការកាត់បន្ថយ balance sheet លើប្រាក់ដុល្លារដោយលោកបាននិយាយថាទោះបីជាមានការរិះគន់ថាធនាគារកណ្ដាលជប៉ុនយឺតយ៉ាវនៅក្នុងការដំឡើងអត្រាការប្រាក់ក៏ដោយប៉ុន្តែក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះធនាគារកណ្ដាលនៃប្រទេសជប៉ុនបានដកសាច់ប្រាក់ចេញពីប្រព័ន្ធក្នុងល្បឿនលឿនបំផុតដោយអនុញ្ញាតឲ្យសញ្ញាប័ណ្ណរដ្ឋជប៉ុនផុតកំណត់ដោយមិនបន្តទិញវិញល្បឿននៃការរឹតបន្តឹងបែបនេះ QT របស់ជប៉ុនគឺខ្លាំងជាងបណ្ដាប្រទេស G10 ជាច្រើនលោកបន្ថែមទៀតថាមេរៀនសំខាន់មានពីរចំណុចដោយទី1ការកាត់បន្ថយ balance sheet មិនមែនជាកត្តាវិជ្ជមានសម្រាប់រូបិយប័ណ្ណទេប្រសិនបើវាមិនត្រូវបានអមដោយការកើនឡើងនៃអត្រាផលចំណេញសញ្ញាប័ណ្ណរយៈពេលខ្លីជាឧទាហរណ៍ប្រាក់យេនជប៉ុនបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល40ឆ្នាំទោះបីជាធនាគារកណ្ដាលជប៉ុនកំពុងកាត់បន្ថយ balance sheet ក៏ដោយនេះបង្ហាញថា QT តែមួយមុខមិនធានាថារូបិយប័ណ្ណនឹងឡើងថ្លៃនោះទេទី2ការកាត់បន្ថយ balance sheet អាចបង្កជាចំនួនជាមួយរដ្ឋាភិបាលអាមេរិកព្រោះរដ្ឋាភិបាលចង់រក្សាអត្រាផលចំណេញសញ្ញាប័ណ្ណរយៈពេលវែងឲ្យនៅទាបដើម្បីកាត់បន្ថយថ្លៃខ្ចីប្រាក់លោក Saravelos បានបន្តថាបើយោងទៅតាមសូចនាករមួយចំនួនកម្រិតនៃការកាន់កាប់សញ្ញាប័ណ្ណរដ្ឋអាមេរិកដោយ Federal Reserve មិនមែនខ្ពស់ខុសប្រក្រតីនោះទេដូច្នេះយើងមិនជឿថា balance sheet របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកធំពេកឬថាការកាត់បន្ថយវានឹងមានប្រសិទ្ធភាពខ្លាំងក្នុងការទប់ស្កាត់អតិផរណានោះឡើយទោះជាយ៉ាងណាប្រសិនបើធនាគារកណ្ដាលសហរដ្ឋអាមេរិកបដូរយុទ្ធសាស្ត្រទៅផ្ដោតលើការកាត់បន្ថយ balance sheet ជំនួសឲ្យការដំឡើងអត្រាការប្រាក់នោះយើងចាត់ទុកថាវាជាសញ្ញាអវិជ្ជមានយ៉ាងច្បាស់លាស់សម្រាប់ប្រាក់ដុល្លារអាមេរិក